ចុះលោកតានោះនេះខ្ញុំដូចជាទុកលោកតាចោលយូរហើយតានៅទីនេះចំកណ្ដុំឆែបនេះលោកតាមកដល់យូរហើយមែនទេគឺមកសន្ទុះហើយព្រោះតាបារម្ភក៏មកតាមនឹងណាចៅតាពូកែខំស្វែងយល់ណាណោះបាទលោកតាតែចៅសុំទោសដែលទុកលោកតាចោលមកចាំចៅអៀវលោកតាជាការសុំទោសណាមិនបាច់ទេតាអាចដើរបានតើណែអាចៅឯងកុំចង់ហក់ជាមួយតាណាតាខ្លាំងជាងចៅឯងទៅទៀតមកដើរមកបានលោកតាវេលាកន្លងទៅមិនយូរទេចន្ទធននិងតាមុនបានទៅដល់រាជវាំងហើយចន្ទធនផងដែរនោះក៏បានប្រឡងជាប់ខ្លាចជាពលសេនាថ្នាក់ក្រោមមួយរូបទៀតផងជោគជ័យហើយចៅពិតជាពូកែមែនបាទលោកតាចាំមើលណាចៅនឹងខំបម្រើជាតិឲ្យបានល្អចៅសន្យាថានឹងធ្វើឲ្យលោកតាមានតមោទនភាពជារៀងរហូតតទៅផងដែរតាដឹងហើយចៅតាអាចធ្វើបានប្រកបណាបាទលោកតាហើយពេលនេះចៅចាប់ផ្ដើមពីស្អែកនេះតែម្ដងមែនទេបាទលោកតាជាទីគោរពជាទីស្រឡាញ់លើសគេក្នុងលោកគឺស្អែកនេះតែម្ដងតើលោកតាមើលចៅសង្ហាទេសង្ហាគឺសង្ហាតែថាចាញ់តាពីក្មេងតិចចៅសង្ហាជាងទេដឹងហើយបានហើយពេលនេះឯងមិនក្មេងទៀតទេណាទៅចុះតិចថ្នាក់លើគេបតោបាទលោកតាពីពេលនោះមកចន្ទធនតែងតែខំធ្វើការគ្រប់បែបយ៉ាងហើយគាត់មិនដែរប្រកែករាល់ការងារដែលថ្នាក់លើបញ្ជាម្ដងណាឡើយមិនថាការងារនោះស្មុគស្មាញឬក៏ពិបាកយ៉ាងណាក៏គាត់មិនត្អូញត្អែរឡើយនៅក្រោយរាជវាំងហើយបើមានអ្នកជួយកិច្ចការនេះមិនដឹងថាល្អយ៉ាងណានោះទេតែជាកិច្ចការអីទៅលបងសេនាឯងជាពលសេនាថ្នាក់ទាបមិនក៏មកទីនេះបាទគឺខ្ញុំមានការងារមកបំពេញណាលបងសេនាមានការងារមកដល់នេះផងហ៎បាទលបងជាថ្មីម្ដងទៀតវេហាក៏បានដើរមកព្រោះវាជាពលសេនាតូចតាចស្អីក៏វាធ្វើនឹងទីណាក៏វាទៅដែរហើយម្យ៉ាងទៀតឲ្យតែវាបានអាហារហូបបន្ថែមមួយពេលវាធ្វើទាំងអស់ហ្នឹងមិនក៏អីលោកមន្ត្រីតាមពិតគឺអញ្ចឹងសោះណោះបើអ្វីក៏ធ្វើសូមជួយយើងបន្តិចមកអាសេនាកាស្មៅតែជាស្អីទៅលបងសេនាណែបើថាទំនេរទៅជួយប្រក់ដបូលផ្ទះខ្ញុំផងហើយពុះអស់នឹងកាប់ដីក្រោយផ្ទះផងដែរណាចាំខ្ញុំឲ្យបាយមួយពេលនេះកំថាការងារហ្នឹងក៏ទទួលដែរណាតែថាវាមិនចម្លែកទេសម្រាប់មនុស្សធន់ទាបបែបនេះនោះបាទខ្ញុំធ្វើបានប្រកបណាស់បងសេនាតែចាំមានពេលទំនេរណាសឹមខ្ញុំឆ្លៀតទៅជួយលបងទៅចុះហេចេះរវល់ដែរណោះហ្នឹងហើយកុំឲ្យតែមិនទទួលការងារទៅបានហើយគឺខ្ញុំទទួលតើលបងភលៀងផងដែរដើរមកនឹងបាននិយាយថាខ្ញុំលឺមុននេះមានកូនសេនាតនេអាចជួយធ្វើការជំនួសមែនទេម្នាក់ទៀតហើយភលៀងមកត្រូវពេលហើយប្រើវាចុះវានេះមិនចេះខ្ជិលមិនចេះខឹងមិនចេះតវ៉ាអីទេមែនណែលោកមន្ត្រីបើអញ្ចឹងល្អណាស់ឯងជួយយកស្បែកត្បូងនេះទៅសម្អាតផងណាហើយជួយសម្អាតអង្កាំចំនួន1000គ្រាប់បន្ថែមផងនិយាយឲ្យចំគឺជួយបោកគក់អន្តាមែនហើយខ្ញុំពិតជាខ្ជិលណាស់មើលទៅស្បែកនេះចោះវាស្មុគស្មាញណាស់ទម្រាំសម្អាតហើយណាមកជារាប់ខែឯណោះឯងជួយសម្អាតវាផងទៅបានតាទុកឲ្យខ្ញុំសម្អាតមិនអីទេហាមធ្វើឲ្យខូចណាបើសិនជាខូចនោះឯងនឹងដាច់ក្បាលមិនខានទេបានខ្ញុំនឹងប្រយ័ត្នការងារអញ្ចឹងក៏ចេះទទួលដែរមិនចេះខ្មាស់គេមែនតែធ្វើម៉េចបើកើតមកក្រសំមុខហើយពិតមែនហើយការងារអ្វីដែលជួយបានគឺខ្ញុំជួយខ្ញុំមិនប្រកែកទេណាហើយនៅដល់អង្ការទៀតមិនកំឆាប់ទៅចន្ទធនជាមនុស្សពូកែអត់ធ្មត់ណាស់ទោះថាគាត់ហត់បន្តិចគាត់ត្រូវបានគេមើលងាយតេះដៀលយ៉ាងណាក៏ដោយក៏គាត់មិនខឹងមិនប្រកាន់អ្វីទាំងអស់តែម្ដងវាពិតជាល្ងងមែនអានេះស្បៃស្រីក៏វាសម្អាតដែរម្យ៉ាងទៀតអង្កាំរាប់ពាន់គ្រាប់លាងមិនហើយទៅគឺមែនហើយតែថាតើលោកដឹងទេស្បៃនោះបោកហើយនោះនឹងបានមានរាប់សិបដំឡឹងឯណោះណា
រង្វាន់នេះវាធំសម្បើមណាស់ ថាម៉េចតើនេះភីលៀងនិយាយលេងទៅដឹងហ្នឹង មិនកុហកទេព្រោះវាជាស្បែកត្បូងមានតម្លៃរបស់ព្រះធីតាបាននិយាយពីក្បាច់ត្បាញវិញគឺស្មុគស្មាញហើយពិតជាពិនិត្យគ្មានគូប្រៀបទេ ហេតុនេះមានន័យថា គឺវាមានន័យថាវាពិបាកសម្អាតណាស់ដឹងដែរទេអញ្ចឹងហើយទៅព្រះធីតានឹងប្រទានរង្វាន់ក្រោយសម្អាតរួចរាល់នោះនឹងទទួលបានរាប់សិបដំណឹងនេះអី បាញ់ចឹងអាចារ្យធនមិនបានចំណេញទៅហើយទេអី លោកមន្ត្រីកុំល្ងងពេកវានោះឆោតអញ្ចឹងណាខ្ញុំបោកវាប្រើហើយក៏កេងយកប្រយោជន៍ក្រោយបានរង្វាន់នោះអី ពិតជាល្អណាស់បើអញ្ចឹងកុំភ្លេចចែកគ្នាណានាងភីលៀងមែនហើយកុំភ្លេចចែកគ្នាព្រោះខ្ញុំក៏ជាចំណែកឲ្យអាចារ្យធនមកចូលខ្លួនឲ្យពួកយើងបោកប្រើដែរ ចាគឺចែកប្រកាសណាស់ព្រោះរង្វាន់គឺច្រើនខ្លាំងតែម្ដងតែសូមកុំឲ្យអនុវិដឹងថាពួកយើងបានរង្វាន់ពីព្រះធីតាទៅបានហើយ ពិតមែនហើយនេះជាអាចកំបាំងធានាថាពួកយើងនឹងបានលៀបសក្ការៈនេះហូរឈឹបទៅចុះ ក្រោយពីចន្ទធនសម្អាតរួចរាល់ហើយនោះភីលៀងសេនារួមទាំងវេហាផងដែរក៏បានប្រញាប់យកស្បៃទៅថ្វាយដល់ព្រះធីតាក្នុងចេតនាដើម្បីទទួលបានរង្វាន់ជាទីកប់ចិត្តទៀតផងថ្វាយបង្គំព្រះធីតានេះគឺជាស្បៃបណ្ឌិតរបស់ទ្រង់ណាព្រះពរខ្ញុំម្ចាស់សម្អាតរួចរាល់ហើយស្អាតណាស់អរគុណហើយណាបងភីលៀង តើនាងជាអ្នកសម្អាតមែនក៏អី មិនក៏ពូលបែបនេះលោកមិនដឹងថាខ្ញុំខំយ៉ាងលំបាកទេមែនទេពោលខាងនេះគ្រាន់តែសួរសោះមិនក៏បងភីលៀងដូចជាខាងម្លេះ ព្រោះបរោះក្រនេះបានពោលសួរហាក់ដូចជាគិតថាស្បែកនេះសម្អាតដោយអ្នកផ្សេងអញ្ចឹងពួកយើងសម្អាតយ៉ាងយកចិត្តទុកដាក់ណាស់ទម្រាំទៅរួចរាល់ដូច្នេះសំណួរនេះវាឈឺណាស់ក្រាបទូលមែនហើយតែទូបង្គំឆ្ងល់ណាស់មិនក៏ពនាងឲ្យបរោះក្រនេះចូលក្បែរបកាយបានទ្រង់មិនខ្លាចថាគេជាចោរទេមែនទេ លោកមន្ត្រីបារម្ភចឹងគឺល្អហើយតែលោកកុំបារម្ភអីណាយើងមិនអីទេអូមែនហើយបងភីលៀងមិនតាន់បានឆ្លើយទេថាតើស្បៃនេះអ្នកណាជាអ្នកសម្អាតដែរទេព្រះធីតានេះទ្រង់ក៏សង្ស័យលើខ្ញុំម្ចាស់ដែរមែនទេខ្ញុំម្ចាស់ឈឺចិត្តណាស់ព្រះមេម្ចាស់ មែនហើយពួកទូបង្គំខំទាំងថ្ងៃទាំងយប់ណាដឹងទេព្រះធីតាធ្វើឲ្យពួកទូបង្គំឈឺចិត្តណាស់ អ្នកទាំង3មិនសមនៅក្នុងរាជវាំងទេអ្នកទាំង3មានទោសហើយតើជាទោសអ្វីទៅព្រះមេនេះគឺជាស្បែកដែលសេនាម្នាក់សម្អាតមែនទេអើយថាម៉េចហេតុអីក៏ទ្រង់ជ្រាបព្រះមេព្រោះយើងក៏បានសម្អាតដែរពួកអ្នកដូចជាខ្សែលើគេណាស់ មែនហើយបើយើងមិនចំណាយពេលធ្វើបែបនេះម្លេះយើងរកមិនឃើញថាតើអ្នកណាខ្លះបានធ្វើរឿងមិនល្អទេទេពធីតាបានន័យថាម៉េចហើយលោកជាស្អីដែរ ក្នុងពេលនោះដែរចន្ទធនក៏បានមកដល់ល្មម តើមានរឿងអីហ្នឹងអូពូខ្ញុំជម្រាបសួរនេះអ្នកនាងក៏នៅទីនេះដែរមែនទេតែថានេះអ្នកនាងមានសម្លៀកបំពាក់ដូចជាពនាងអញ្ចឹងនេះបានន័យថាទ្រង់ជា បាត់ហើយលោកសេនា ថាម៉េចនេះអ្នកនាងជាពនាងពិតមែនទេអូព្រះហើយកាលនោះទូមង្គមខ្វះការគួរសមហើយតើមានរឿងអីខ្ញុំវិញវាន់អស់ហើយ មានន័យថាយើងគឺជាព្រះធីតានិងជាមិត្តបរិសសេនាខាងនេះហើយពូលីម្នាក់នេះគឺជាព្រះបេតុលារបស់យើងផងដែរព្រះអើយខ្ញុំមុខជាមិនអាចរស់ទេ មិនអាចទេមិនពិតទេម្ដងនេះខ្ញុំច្បាស់จะដាច់ក្បាលមិនខានទេមានន័យថាពូជាពិតមែនហើយយើងជួបគ្នាម្ដងទៀតហើយណាព្រះធីតាជួយលើកស្ទួយគេផងបរោះនេះសមជាមន្ត្រីធំណាស់មិនអាចទេវាមិនអាចបានល្អជាងយើងទេបិទមាត់ទៅហើយឯងគ្មានសមត្ថភាពទេកោតតែឡើងមកធ្វើជាមន្ត្រីទៅកើតដែរ ពេលនេះលោកត្រូវបានដកតំណែងហើយលោកមិនសមជាមន្ត្រីទេចំណែកសេនានិងភីលៀងនោះក៏មិនអាចរួចខ្លួនដែរ អត់ទេ កុំអីព្រះធីតាមេត្តាផងទៅ សូមមេត្តាផងទៅព្រះធីតានេះទូបង្គំពិតជាមិនដឹងសោះទូបង្គំសូមបរិជ្ជទានទោសផងក្រាបទូល មិនអីទេយើងពិតជារីករាយណាស់ដែលបានស្គាល់លោក ខ្ញុំក៏ដូចគ្នាដែរ ភាពតស៊ូភាពឧស្សាហ៍និងការអត់ធ្មត់ផ្សេងពិតជាមិនក្បត់ចន្ទធនទេព្រោះពេលនេះគាត់បានក្លាយជាមន្ត្រីនិងជាទីពេញចិត្តពីព្រះរាជានិងអ្នកគ្រប់គ្នាផងដែរ
តើពិតជាមានមោទនភាពលើចៅណាស់បានលោកតាហើយចៅពិតជាអរគុណលោកតាណាស់ដែលលោកតាតែងតែអប់រំចៅកន្លងមកចៅស្រឡាញ់លោកតាណាស់ដឹងហើយចៅកំហូច ចំណុចល្អរបស់ចន្ទថូនច្រើនណាស់មិនយូរគាត់ក៏បានរៀបអភិសេកជាមួយព្រះធីតានិងគ្រងរាជ្យដឹកនាំសុខសាន្តតរៀងទៅ